អូខេសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះជាវីដេអូទី7នៅក្នុងការពង្រឹងក៏ដូចជាការបង្កើននៅវគ្គស័ព្ទនៅក្នុងភាសាអង់គ្លេសរបស់យើងទាំងអស់គ្នាដែលជាពិសេសគឺកូនសិស្សដែលនៅក្នុងក្រុម Telegram របស់ខ្ញុំគណៈអាត្មាអញ្ចឹងវីដេអូនេះយើងរៀនពាក្យថ្មីមួយទៀតហើយគឺមានចំនួន5ពាក្យអញ្ចឹងយើងរៀនមួយថ្ងៃ5ពាក្យមួយថ្ងៃ5ពាក្យឬក៏គុណម្ចាស់បងប្អូនខ្លះដែលអាចចាំបានច្រើនដែលអាចទទួលយកបានច្រើនយើងអាចរៀនមួយថ្ងៃ2វីដេអូក៏បានដែរយើងអាចរៀនកត់ដាក់នៅក្នុងសៀវភៅអញ្ចឹងទៅហើយយើងអានទៅវិញទៅមកហើយពាក្យណាបើគិតថាខ្ញុំគណៈអាត្មាអានមិនសូវច្បាស់អីទេគឺអាច check dictionary បន្ថែមអូខេចឹងកុំឲ្យខាត់ពេលយូរយើងទៅរៀនទាំងអស់គ្នាពាក្យទី1យើងអានថា capture ចឹងពាក្យថា capture យើងប្រែមកថាចាប់ខ្លួនបើជាកិរិយាសព្ទយើងប្រែថាចាប់ខ្លួនប៉ុន្តែបើជានាមសព្ទយើងប្រែថាការចាប់ខ្លួនអញ្ចឹងក៏បានដែរហើយពាក្យទី2ពាក្យនឹងយើងអានថា ceasefire អូខេ ceasefire ចឹងពាក្យថា ceasefire យើងប្រែមកថាបទឈប់បាញ់បទឈប់បាញ់ហើយពាក្យទី3យើងអានថា intervention ពាក្យហ្នឹងយើងអានថា intervention យើងប្រែមកថាការធ្វើអន្តរាគមន៍ឬក៏អន្តរាគមន៍ណាហើយពាក្យទី4យើងអានថា border អូខេ border ចឹងពាក្យថា border យើងប្រែមកថាព្រំដែនពាក្យថា border យើងប្រែមកថាព្រំដែនណាអ្នកទាំងអស់គ្នាចឹងយើងដឹងហើយយើងមានចំនួនជាមួយនឹងពួកសៀមនេះគេប្រើពាក្យនឹងច្រើននៅក្នុងកសែតចឹងហើយពាក្យទី5ពាក្យនឹងយើងអានថា conflict អូខេ conflict ពាក្យថា conflict យើងប្រែមកថាចំនួនដូចយើងនិយាយថាចំនួនព្រំដែនអញ្ចឹងយើងអាចថា border conflict ការប៉ះទង្គិចក៏បានដែរការប៉ះទង្គិចតាមបណ្ដោយព្រំដែនឬក៏ចំនួនតាមបណ្ដោយព្រំដែនអីចឹងទៅអូខេចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងចឹងសង្ឃឹមថានឹងបានជាប្រយោជន៍សម្រាប់គុណម្ចាស់បងប្អូនទាំងអស់គ្នាហើយសូមកុំភ្លេច subscribe channel YouTube របស់ខ្ញុំគណៈអាត្មាដើម្បីទទួលបាននូវវីដេអូថ្មីបន្ថែមទៀតនៅ channel គឺឈ្មោះថា English with Tina អូខេចឹងគឺសូមអរគុណ